សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងមានរឿងមួយដែលមានចំណងជើងថាតោនិងត្រីឡូម៉ាយើងទាំងអស់គ្នាសុទ្ធតែដឹងហើយថាសត្វតោគឺជាស្ដេចសត្វលើគោកដែលមានកម្លាំងខ្លាំងក្លារហ័សរហួនមានក្រចកនិងជើងគោមុតស្រួចហើយចំណែកត្រីឡូម៉ាក៏ជាសត្វដែលមានកម្លាំងដ៏ខ្លាំងមួយក្នុងសមុទ្រផងដែរថ្ងៃមួយខណៈពេលដែលត្រីឡូម៉ាកំពុងតែសម្ដិលខ្លួនយកពន្លឺថ្ងៃនៅពីលើផ្ទាំងថ្មមួយតើក៏ចូលទៅសួររាក់ទាក់សូមចងមិត្តមេត្រីជាមួយគ្នាដោយសារតែខ្ញុំគឺជាអ្នកខ្លាំងនៅលើដែនដីគោកចំណែកលោកឡូម៉ាគឺជាអ្នកកំពូលឆ្លាតនៅក្នុងដែនទឹកតែលោកមិនមើលឃើញប្រយោជន៍អំពីការចងសម្ព័ន្ធមេត្រីជាមួយគ្នាទេឬត្រីឡូម៉ាក៏យល់ព្រមតាមសំណើរបស់តោអ្នកទាំងពីរក៏រាប់អានយកគ្នាជាមិត្តចាប់តាំងពីពេលនោះមកពេលវេលាក៏ចេះតែដើរទៅមុខជាលំដាប់ថ្ងៃមួយតើមានទំនាស់ជាមួយគោព្រៃហើយត្រូវមានការប្រយុទ្ធគ្នាតើបានសុំឲ្យត្រីឡូម៉ាជួយហើយត្រីឡូម៉ាក៏ព្រមនឹងជួយតើដោយក្តីរីករាយប៉ុន្តែត្រីឡូម៉ាមិនអាចឡើងមកលើគោកបានទេដែលជាហេតុធ្វើឲ្យតើចោទប្រកាន់ថាគេនេះមិនមែនជាមិត្តពិតប្រាកដទេព្រោះពេលមិត្តភក្តិមានអាសន្នខ្លួនមិនព្រមឡើងមកជួយត្រីឡូម៉ាឮតើនិយាយដូច្នេះក៏ឆ្លើយបញ្ជាក់មកវិញថាសម្លាញ់អើយខ្ញុំពិតជារីករាយនឹងជួយឯងខ្ញុំពិតជាមានចិត្តភក្តីចំពោះសម្លាញ់ឯងប៉ុន្តែធម្មជាតិរបស់ខ្ញុំមិនអាចឡើងទៅលើកធ្វើអ្វីនៅលើដីគោកបានទេទោះបីជាខ្ញុំមានកម្លាំងខ្លាំងអស្ចារ្យយ៉ាងណាក៏ដោយក៏ក្នុងពេលនេះខ្ញុំនៅតែមិនអាចជួយសម្លាញ់ឯងបានដែរយើងមិនអាចជំនះនឹងធម្មជាតិរបស់ខ្លួនបានឡើយ Sharing for more.